សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនរបៀបប្រើ Sono នេះគឺជាមេរៀនដំបូងសម្រាប់អ្នកអត់ចេះសោះបាទហ្នឹងហើយបងប្អូនដឹងហើយថាកម្មវិធីបង្កើតបទចម្រៀងដែលល្បីជាងគេនៅលើអនឡាញគឺ Suno ប៉ុន្តែមិនមែនមានតែវាទេគឺមានច្រើនជាងនឹងទៀតដូចនៅក្នុង Google មាន producer AI ជាដើមខ្ញុំអត់ទាន់និយាយអាហ្នឹងទេអញ្ចឹងថ្ងៃនេះគឺប្រធានបទវាគឺ Suno អញ្ចឹងដើម្បីយើងក្លាយជាអ្នកនិពន្ធបទចម្រៀងបង្កើតបទចម្រៀងនៅលើ AI បានយើងទីមួយគឺយើងត្រូវមាន account Suno អញ្ចឹងបងប្អូនចូលទៅក្នុង suno.com ណាចូលមកបងប្អូនចុចបើមាន account ហ្នឹងចុច login តែបើអត់ទាន់មានទេ join Suno for free សិនមកចាំជំហានបន្ទាប់ខ្ញុំនឹងប្រាប់របៀបទិញឲ្យក្លាយជា member របស់ Suno ណាអូខេអញ្ចឹងយើងចូលមកយើង login ជាមួយ Google ក៏បានអឺ phone number ក៏បានប៉ុន្តែជាទូទៅយើងត្រូវមាន Google account មួយ login ជាមួយ Google account យើងទៅណា Gmail ណាបងប្អូនហ្នឹងហើយបើសិនជាយើងមានហើយយើងគ្រាន់តែចុចវាទៅ select វាយក Google account វានឹងទាញយក user password ហើយនឹង profile របស់ Google ហ្នឹងមកដាក់លើ Suno តែម្ដងហើយយើងក៏អាចផ្លាស់ប្ដូរវាពេលក្រោយដែរយើងអាចប្ដូររូបភាពប្ដូរ profile ដូចជាយើងលេង Facebook អញ្ចឹងនេះ profile វានៅខាងនេះបងប្អូននេះអញ្ចឹងបើសិនយើងចង់ប្ដូរយើងចូលក្នុង account យើងមកហើយយើងដូរមកនឹងបើចង់ណាបើមិនចង់ទេក៏អត់ទៅតែបើចង់យើងដូរមករូបភាពអីយើងអាចដាក់រូបភាពយើងផ្សេងបានខ្ញុំសង្ឃឹមថាបងប្អូនចេះធ្វើហើយអញ្ចឹងខ្ញុំមិនបាច់និយាយរឿងហ្នឹងទេអញ្ចឹងនេះសម្រាប់ការសាកល្បងបទចម្រៀងនៅក្នុង account free វាដាក់ free plan អញ្ចឹងបងប្អូនអាចធ្វើបានវាឲ្យដូចជា50 credit សម្រាប់ធ្វើអាច generate បានខ្ញុំមើល account free ខ្ញុំមានប្រមាណខ្ញុំអត់ច្បាស់ដែរកន្លែងហ្នឹងអញ្ចឹងយើងមាន credit សម្រាប់លេងសាកល្បងជាមួយនឹង account ហ្នឹងណាអូខេអញ្ចឹងកុំឲ្យយូរកាលអញ្ចឹងបងប្អូនដើម្បីបង្កើតបទចម្រៀងប៉ុន្តែខ្ញុំបញ្ជាក់បន្តិចនៅពេលដែលបងប្អូនបង្កើតនៅក្នុង account free បងប្អូនមិនអាចយកទៅប្រើប្រាស់ជាលក្ខណៈ official ឬក៏ជាលក្ខណៈអឺពេញសិទ្ធបានទេវានឹងជាប់ copyright នៅថ្ងៃណាមួយណាតើតែយើងខ្លាយជា account premium account ឬក៏ pro account បានវាអាចយកប្រើប្រាស់ជារបស់យើងបានវាអត់ជាប់ copyright អញ្ចឹងជាដំបូងខ្ញុំបង្ហាញ tool ពីខាងនេះសិនអញ្ចឹង tool វាដំបូងបង្អស់យើងមើលពីលើមក profile យើងវាដាក់ប្រភេទ account យើងជា account អីអាហ្នឹង free account វាដាក់ថា free អញ្ចឹងហើយតែបើ pro ខ្ញុំបង្ហាញ pro នៅខាងនេះនេះបើវា pro account ដូចរបស់ខ្ញុំចេះនេះវាចេញមកនេះវិញណា Suno Pro នេះវាចេញខុសគ្នាបន្តិចចេញមកខាងនេះអញ្ចឹងវា Pro account នៅនេះណាអញ្ចឹងអាហ្នឹង Pro account ខ្ញុំមិននិយាយទេឥឡូវយើងមក free account វិញអូខេ home explore ហ្នឹងមើលរបស់គេណាគេបង្កើតអីចឹងគេធ្វើអី idea ផ្សេងៗមើលក្នុងហ្នឹង create ហ្នឹង create music ណាហើយនេះ studio ហ្នឹងបើយើង free account យើងប្រើអត់កើតទេ studio ហ្នឹងទាល់បង់លុយថ្លៃមិនប្រើបាន library មានន័យថាកន្លែងដែលយើងបានបង្កើតបទចម្រៀងហើយនេះយើងបង្កើតបទចម្រៀងហើយជាបទចម្រៀងរបស់យើងណាយើងចង់បង្កើតជាបន្តទៀតឬក៏យើងចង់ edit យើងចង់កែកុននេះគឺនៅក្នុង library ហ្នឹងហើយក៏អាចស្ដាប់នៅក្នុងដែរ edit earn ណាហុកនេះពាក់ព័ន្ធនឹងវីដេអូទេបងប្អូនពាក់ព័ន្ធនឹងយើងចូលទៅមើលគេណាគឺវីដេអូគេបង្កើតវីដេអូហុកយ៉ាងម៉េចដើម្បីទាក់ទាញឲ្យមើលតែនេះវាជ្រៅពេកហើយយើងអាច remix បានទៀតជាមួយយើងវីដេអូរបស់គេហ្នឹងយើងអាច remix ប៉ុន្តែអាហ្នឹងវាជ្រៅយើងមិនទាន់ដល់កម្រិតហ្នឹងទេយើងអាចទៅខាងដើមសិនគឺយើងទៅព័ន្ធនឹង create បងប្អូនណា create អញ្ចឹងយើងរៀនដំបូងគឺយើងរៀន create បង្កើតជាបទចម្រៀងអូខេអញ្ចឹងដោយសារ workspace យើងវាចេញលក្ខណៈបែបនេះអានេះគឺជាចម្រៀងដែលយើងបានបង្កើតរួចណាកាលណាវាចេញ upgrade full song ហ្នឹងវាឲ្យយើង upgrade ដើម្បីឲ្យពេញស្ដាប់បានពេញចម្រៀងអញ្ចឹងណាអឺយើងអត់ទាន់ upgrade ទេយើងគ្រាន់តែរៀនអញ្ចឹងនេះចម្រៀងដែលខ្ញុំបានបង្កើតហើយ3នាទីអញ្ចឹងដើម្បីបង្កើតបទចម្រៀងឥឡូវនេះខ្ញុំនឹងបង្រៀនបងប្អូនមិនទាន់បង្រៀនរឿងនិពន្ធបទចម្រៀងទេពីព្រោះនិពន្ធបទចម្រៀងវាstep ផ្សេងខ្ញុំ
ឲ្យបង្កើតត្រឹមតែបទភ្លេងសុទ្ធបានហើយឧទាហរណ៍ថាបងប្អូនចង់បង្កើតបទភ្លេងធ្វើសម្រាប់ទៅលើ DIY ភ្លេងអមវីដេអូឬក៏បទភ្លេងសម្រាប់គេហៅថាធ្វើឲ្យគេងលក់អញ្ចឹងណាគេហៅប្រភេទ meditation song អញ្ចឹងណាអញ្ចឹងដើម្បីបង្កើតចម្រៀងនឹងបានគឺយើងមកនៅកន្លែងនេះបងប្អូនកន្លែងហ្នឹង simple និង advanced អាពីរហ្នឹងអឺ simple ហ្នឹងវាលាក់អីខ្លះវាលាក់ tool ខ្លះដើម្បីឲ្យយើងធ្វើស្រួលនេះគាត់ describe មកនិយាយមកបានតែម្ដងតែ advanced នេះវាឲ្យយើងបង្កើត lyric ផងវាឲ្យយើងសរសេរ style ផ្សេងហ្នឹងទៅហើយ more option ទៀតវាឲ្យរបៀបសេរី adjust អីនេះទៀតប៉ុន្តែអាហ្នឹងខ្ញុំអត់ទាន់ detail ទៅលើហ្នឹងទេពីព្រោះខ្ញុំដូចនិយាយពីខាងដើមគឺសម្រាប់អ្នកដំបូងគឺមិនមែនអ្នក advanced ទេហ្នឹងកន្លែងហ្នឹងវា advanced ទៅហើយប៉ុន្តែគាត់ថាអ្នកដំបូងក៏អាចធ្វើនៅលើ advanced បានដែរយើងចូលកន្លែង advanced មកហើយយើងគ្រាន់តែបើសិនជាយើងធ្វើបទចម្រៀងយើងគ្រាន់តែ select យក instrument បងប្អូនប៉ុន្តែ instrument សុទ្ធគូតែទៅកន្លែង simple វិញល្អជាងនេះយើងយក instrument សុទ្ធណានេះអាហ្នឹងខ្ញុំចង់បញ្ជាក់ថាកន្លែងហ្នឹងគឺយើងធ្វើតែភ្លេងទេអត់ធ្វើបទចម្រៀងទេគឺធ្វើតែភ្លេងយើងយក instrument អញ្ចឹងឧទាហរណ៍ថាបងប្អូនចង់ឲ្យវាធ្វើបទដែលបងប្អូនបទចម្រៀងដែលឧទាហរណ៍បងប្អូនចង់ឲ្យវាធ្វើភ្លេងសម្រាប់ DIY វីដេអូអញ្ចឹងបងប្អូនអាចចូលទៅក្នុង Gemini ឬក៏ GPT ក៏បានឬក៏ចូលទៅក្នុងខាងណាក៏បានឥឡូវឧទាហរណ៍ទៅ GPT ចុះយើងយក new chat ហើយយើងឲ្យវាថា create prompt នៅក្នុង Suno ណាយើងអាចថា create Suno prompt អញ្ចឹងទៅ Suno prompt for DIY music video អញ្ចឹងណា DIY music video ណាដកវីដេអូយើងបញ្ជាក់ទៀតថាដកវីដេអូដក DIY វីដេអូឧទាហរណ៍អញ្ចឹងណា is about free energy អញ្ចឹងទៅឧទាហរណ៍ energy water pump អញ្ចឹងទៅហើយយើងដាក់ទៅអញ្ចឹង GPT គាត់នឹងបង្កើត prompt ឲ្យ Gemini ក៏បាន GPT ក៏បានបងប្អូនប្រើណាក៏បានឬក៏ cloud ក៏បានដែរអញ្ចឹងគាត់បានរាយរាប់ហើយប្រាប់ហើយថានេះ music genius electric ស្អីអញ្ចឹងតានេះ Suno Pro ណាហ្នឹងហើយអញ្ចឹងបងប្អូនអាច short style tag នេះយកអានេះក៏បានយើងយកលើនេះក៏បាន copy ទៅដាក់ក៏បានប៉ុន្តែបើវែងពេកយើងយកអានេះក៏បាននេះវាធ្វើជា text ឲ្យយើង copy no vocal អញ្ចឹងយកអានេះទៅកុំឲ្យញញហើយយកហ្នឹងទៅហើយយើងទៅចូលកន្លែងនេះវិញយើងក៏ copy ដាក់អាហ្នឹងមកហើយនេះយើងខ្ជិលយើងឲ្យ AI ជួយបង្កើត prompt ប៉ុន្តែជាក់ស្ដែងកន្លែងហ្នឹងគេឲ្យយើងសរសេរពីអារម្មណ៍យើងណាឧទាហរណ៍ថាយើងចង់និយាយថា I want to create a song for my video អញ្ចឹងឬក៏អាហ្នឹងគេនិយាយពី style តែម្ដងអត់មានដូច AI ទេគឺនិយាយពី style បើសិនបងប្អូនជាអ្នកភ្លេងបងប្អូនដឹងហើយប្រភេទភ្លេងអីគេ in DIY water sound ជាមួយ water ជាមួយអីក្បៀសអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកភ្លេងយល់អាហ្នឹងប៉ុន្តែសម្រាប់បងប្អូនដែលមិនចេះសោះអត់មែនអ្នកភ្លេងបងប្អូនចូល Gemini ឬក៏ចូល GPT ទៅណែនាំវាប្រាប់វាថាឲ្យបង្កើត prompt ឲ្យយើងបែបហ្នឹងអញ្ចឹងទៅកាលណាវាបង្កើតហើយយើង copy paste យើងក៏ចុច create មកជាការស្រេចវាត្រូវចំណាយពេលមិនដល់កន្លះនាទីទេដើម្បី generate ឲ្យយើងណាមកហើយអញ្ចឹងសម្រាប់ free account វាឲ្យ4ដើម្បីអា2នេះវាឲ្យ upgrade តែយើងឆ្លាញ់ upgrade ទៅយកតែម្ដងនេះ 5.5 គេ version ខុសគ្នាមានន័យថា free account វាឲ្យ version 4.5 ដល់ full account វាឲ្យ 5.5 គឺចម្រៀងគុណភាពខុសគ្នាអញ្ចឹងវាឲ្យយើងស្ដាប់មើលថាភាសាព្រោះបើសិនណាភ្លេងនឹងបងប្អូនអាចទទួលយកបាន
ហើយចង់បានវាយកទៅដាក់ជា commercial របស់ខ្លួនឯងដាច់មុខបងប្អូន upgrade យកបណ្ដោយអញ្ចឹងណាតែបើសិនបងប្អូនថាអត់ទេអត់តន់យកទេសិនទៅនឹងជាភ្លេងនៅក្នុង version 5.5 ណាហើយយើងយកអត់បានទេអានឹងព្រោះអីវានៅក្នុងវាឲ្យយើង upgrade នេះជាភ្លេង 4.5 4.5 ថ្ងៃអនាគតទៅជាប់ copyright ដូចគ្នាព្រោះអីយើងអត់តន់ជាម្ចាស់ទេយើងប្រើក្នុង free account ការ generate មិនមែនវាដូចគ្នាទេបងប្អូនសេ pro ទៅមួយហ្នឹងមិនមែនវា generate មកចេញដូចគ្នាទេចុច generate មកទៀតចេញផ្សេងចុច generate មកទៀតចេញផ្សេងរហូតដល់យើងគិតថាពេញចិត្តចាំយើងយកទៅប្រើណាបើយើងពេញចិត្តហើយយើងអាចទៅសេថែមទៅសេក្បៀសឲ្យថែមស្អីទៀតចឹងណាតាមអារម្មណ៍បងប្អូនចង់បានណាឧទាហរណ៍ add drum ឬក៏ add violin ចឹងទៅឬក៏ add piano អីចឹងណាបងប្អូនអាចទៅសេបន្ថែមទៀតទៅអានឹងចម្រៀង generate ម្ដងទៀតមកវាចេញខុសពីមុនហើយថែម piano ថែមអីដែលបងប្អូនបានសុំវាហ្នឹងណាអូខេអញ្ចឹងអាហ្នឹងពាក់ព័ន្ធនឹងធ្វើបទភ្លេងអញ្ចឹងវាមាន advance មាន simple ប៉ុន្តែធ្វើបទភ្លេងទៅទេខ្ញុំ recommend ឲ្យធ្វើនៅក្នុង simple ណាតែបើបងប្អូនទៅសេបទចម្រៀងនេះ lyric នេះគឺយើងទៅសេជាចម្រៀងការសេជាចម្រៀងតើបងប្អូនធ្លាប់និពន្ធបទចម្រៀងបានយល់ពីចម្រៀងហ្នឹងចម្រៀងថាវាមាន clear ខ្លងយ៉ាងម៉េចវាមានវគ្គប្រមាណហើយនេះបាន style មិញហ្នឹងដែលយើងសរសេរ style ហ្នឹងយើងដាក់តំណឹង style របស់វាមានន័យថាកន្លែងយើងឲ្យ chat GPT ទៅសេឲ្យមិញហ្នឹង style ពីប្រភេទ style ណា style ហ្នឹងបើនិយាយពីភាសាខ្មែរវិញគេថាដូចជាចង្វាក់រង្វង់រងក្បាច់សារវ័នឡំលាវអីចឹងណាហើយមានឧបករណ៍អីខ្លះគឺយើងសរសេរនៅក្នុងហ្នឹងឧទាហរណ៍ប្រភេទបទចម្រៀងខ្មែរបុរាណប្រពៃណីអីចឹងទៅមានឧបករណ៍ភ្លេងមានត្រូមានស្គរមានបាក់មានអីគេមានឆឹកស្អីហ្នឹងយើងត្រូវស្គាល់ប្រភេទឧបករណ៍ហ្នឹងយើងសរសេរនៅក្នុង style ហ្នឹងទាំងអស់ណាទៅយើងចុច generate ទៅវាយកឧបករណ៍ដែលយើងសរសេរហ្នឹងយកមកប្រគំជាភ្លេងឲ្យយើងប្រភេទចង្វាក់ខ្មែរបុរាណហ្នឹងហើយបូកនឹងចម្រៀងដែលយើងបាននិពន្ធនៅកន្លែងហ្នឹងអញ្ចឹងវាចេញជាបទចម្រៀងមួយហើយបើ generate លើកទី1អត់ត្រូវទេយើងតែថែមកែ lyric កន្លែងណាវានិយាយអត់ច្បាស់ហើយនឹងសរសេរថែមឧបករណ៍ឬក៏ដកឧបករណ៍ចេញឬថែមចង្វាក់ explain វាឲ្យវាយល់ចាំយើង generate ម្ដងទៀតរហូតដល់ស្ដាប់ទៅវាពេញចិត្តចាំយើងយកប៉ុន្តែបញ្ជាក់នៅពេលដែលយើងមាន credit យើង generate ម្ដងគឺវាគិត credit យើងម្ដងតាមប្រភេទបទចម្រៀងណាបាទសម្រាប់វីដេអូនេះខ្ញុំគិតថារៀងវែងបន្តិចហើយបងប្អូនអញ្ចឹងខ្ញុំសូមបញ្ចប់តែត្រឹមនេះហើយសម្រាប់វីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបទិញ account Sono ដើម្បីក្លាយជាកម្មសិទ្ធិបញ្ញារបស់យើងនៅពេលដែលយើងបង្កើតរាល់បទចម្រៀងនៅក្នុង account យើងហើយវីដេអូបន្តទៀតខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបនិពន្ធបទចម្រៀងឲ្យ AI ច្រៀងដោយប្រើសំឡេងយើងផ្ទាល់ឲ្យក្លាយជាអ្នកចម្រៀងអាជីពនៅលើ AI អរគុណច្រើនជម្រាបលា